ដល់ពេលយើងចាក់បេតុងយើងវាយដៃចេះចូលមក ល្អយ៉ាងនេះ បាទសម្រាប់ការងារចោះប្រហោងពុំបដោះដៃសម្រាប់ភាពអិតបាទយើងចោះចំហៀងចេះមកដោយសារលបងយើងរៀបអិតស្មើខាងក្នុងអញ្ចឹងយើងចោះប្រហោងហ្នឹងឲ្យចំជាមួយនឹងសាច់អិតមកទឹកស្មើទៅសខាងក្នុងនេះមកដល់ពេលយើងចាក់បេតុងយើងវាយដៃចេះចូលមកដល់ពេលយើងកោះទៅដៃហ្នឹងវាជាប់ជាមួយបេតុងល្អហ្មងយើងមិនបាច់ទៅស្វានពេលក្រោយទេបើសិនជាយើងរៀបអិត20យើងស្វានកន្លែងនេះមួយទៀតមកពីតសៃចេះមកគាត់ថាវារៀងខូចពុំបន្តិចតែដៃតែបណ្ដោះជាប់ជាមួយនឹងបេតុងសម្រាប់បន្ទុកឲ្យការងាររៀបអិតវាស្រួលវាមាំល្អយើងបាច់ទៅយកមកទៅស្មានបណ្ដោះតាមក្រោយទេចេះបាទបើន័យថាយើងចាក់បេតុងហើយដៃយើងបណ្ដោះឲ្យដែរទៅសនេះយើងចាក់បេតុងរួចរាល់ហើយយើងយកកន្លះម៉ែត្រមួយកន្លះម៉ែត្រមួយមកបាទនេះជាសសរដែលយើងកោះពុំហើយដៃវានៅជាប់ជាមួយនឹងសាច់បេតុងទេហ្មង